សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អាកំបាំងយប់ស្ងាត់ថ្ងៃនេះ Admin នឹងយកនៅសាច់រឿងមកលងប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាទៀតហើយដែលសាច់រឿងមួយនេះមានចំណងជើងថាផ្ទះចងវិញ្ញាណអីយ៉ាប្រិមិត្តគ្រាន់តែឮចំណងជើងថាផ្ទះចងវិញ្ញាណណាប្រិមិត្តទាំងអស់គ្នាច្បាស់ជាព្រឺព្រួចទៀតហើយតែមុននឹងចូលទៅដល់សាច់រឿងណាសូមប្រិមិត្តទាំងអស់គ្នាស្ដាប់រកគ្នាឲ្យបានមកស្ដាប់កុំឲ្យមានការខ្លាចណាប្រិមិត្តហើយប្រិមិត្តដែលកំពុងតែស្ដាប់នៅពេលយប់ប្រិមិត្តមើលជុំវិញបរិវេណបន្ទប់ប្រិមិត្តបិទទ្វារបិទបង្អួចចិត្តនៅបើសិនជាបិទចិត្តអស់ហើយតោះយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាសាច់រឿងនេះគឺនិយាយអំពីយុវជន5នាក់ដែលពួកគាត់គឺជានិស្សិតរៀននៅភ្នំពេញប៉ុន្តែពួកគាត់ធ្វើការផ្សព្វផ្សាយនៅអង្គការមួយគាត់គឺជាយុវជនស្ម័គ្រចិត្តណាប្រិមត្តទាំងអស់គ្នាហើយយុវជនស្ម័គ្រចិត្តរបស់គាត់នេះគឺធ្វើការនៅអង្គការមួយប៉ុន្តែខ្ញុំមិនអាចបញ្ចេញឈ្មោះបានទេនៅពេលដែលគាត់ទំនេរពីការសិក្សាឬក៏សុខសៅរ៍អាទិត្យអញ្ចឹងពួកគាត់បានទទួលការងារមួយគឺជាការងារផ្សព្វផ្សាយនៅជំងឺគ្រុនចាញ់កាលពីចំនួននោះណាហើយគាត់បានផ្សព្វផ្សាយតាមបណ្ដាខេត្តផ្សេងមិនមែនមានតែពួកគាត់ទេគឺមកក្រុមនិស្សិតផងគាត់នឹងមាន6 7ក្រុមចឹងទៅអញ្ចឹងនៅថ្ងៃមួយក្រុមយុវជនផងគាត់មានគ្នា5នាក់ហ្នឹងត្រូវចុះផ្សព្វផ្សាយទៅកាន់ខេត្តកំពង់ធំហើយស្រុកដែលគាត់ធ្វើដំណើរទៅហ្នឹងវារឿងឆ្ងាយពីក្រុងដែរគឺចូលទៅដល់ជ្រៅមែនតែនបើនិយាយពីការស្នាក់នៅកន្លែងផ្ទះសំណាក់អីគឺអត់មានទេនៅពេលដែលគាត់ផ្សព្វផ្សាយតាមបណ្ដាខេត្តផ្សេងគឺអង្គការតែងតែចេញថ្លៃហូបថ្លៃគេងឲ្យពួកគាត់ប៉ុន្តែដោយសារតែនៅស្រុកមួយហ្នឹងនៃខេត្តកំពង់ធំហ្នឹងគឺវាចូលទៅជ្រៅពេកអត់អាចមានផ្ទះសំណាក់បានទេអញ្ចឹងពួកគាត់ត្រូវការគេងផ្ទះអ្នកភូមិចឹងនៅពេលដល់ថ្ងៃគាត់ត្រូវផ្សព្វផ្សាយហ្នឹងគឺអង្គការបានតែអ្នកតំណងជាមួយនឹងប្រធានមណ្ឌលសុខភាពនៅភូមិមួយហើយប្រធានមណ្ឌលសុខភាពហ្នឹងក៏បានតំណាក់តំណងទៅកាន់មេភូមិនៅក្នុងភូមិដែលត្រូវផ្សព្វផ្សាយនឹងដែរគឺដើម្បីរៀបចំកន្លែងឲ្យពួកគាត់នឹងបានសម្រាកដោយសារតែផ្ទះសំណាក់ហ្នឹងគឺវានៅឆ្ងាយពីក្រុងមែនតែនហើយសាច់រឿងនេះគឺបានមកពីបងផល្លានឹងឯងខ្ញុំសូមថៃក្រោយបន្តិចគឺការឆ្នាំ2010ពួកគាត់គឺជាក្រុមស្ម័គ្រចិត្តហ្នឹងអញ្ចឹងនៅពេលដែលគាត់ចុះស្ម័គ្រចិត្តគឺគាត់បានលុយមិនមែនអត់បានលុយទេប្រិមត្តទាំងអស់គ្នាក៏បានលុយតិចតួចសម្រាប់រៀនអញ្ចឹងទៅចុះម្ដងគាត់អាចបានម្នាក់ពី40ទៅ50បន្ទាប់ពីសល់ពីការញ៉ាំពីការគេងវិញណាអញ្ចឹងអាចម្នាក់គាត់បានសល់$40ទៅ$50ដែរកាលពីចំនួនហ្នឹងគឺវាច្រើនមែនតែនពួកគាត់ទៅគ្នា5នាក់ជាមួយនឹងយុវជនស្ម័គ្រចិត្តនិងមានម្នាក់ទៀតគឺជាតកង់ឡានសម្រាប់ដឹកគាត់ទៅដោយសារតែអង្គការគេមានឡានប្រភេទឡានតូរីសសម្រាប់ដឹកពួកគាត់ទៅតាមបណ្ដាខេត្តអញ្ចឹងអាចសរុបបានគ្នាគាត់6នាក់អញ្ចឹងនៅពេលទៅដល់ភូមិហ្នឹងគឺគាត់បានតំណែងជាមួយនឹងប្រធានមណ្ឌលសុខភាពរួចរាល់អស់មេភូមិក៏បានប្រាប់គាត់ថាគាត់បានរៀបចំផ្ទះមួយកន្លែងដែលផ្ទះហ្នឹងគឺនៅក្នុងភូមិទេដែលត្រូវជាសាច់ញាតិបងប្អូនរបស់លោកមេភូមិដែរហើយផ្ទះមួយហ្នឹងគឺអត់មានមនុស្សរស់នៅទេជាផ្ទះរបស់បងប្អូនគាត់ដែលរស់នៅឯទីក្រុងភ្នំពេញគាត់ទិញចោលណាប្រិមត្តទាំងអស់គ្នាគឺមួយខែឬក៏2ខែបានគាត់ទៅលេងម្ដងហើយផ្ទះរបស់គាត់ហ្នឹងគឺធំមែនទែនខាងក្រៅផ្ទះសុទ្ធសឹងតែជាដំណាំជាងពួកគាត់មករស់នៅភ្នំពេញគាត់តែងតែទៅលេងយូរម្ដងអញ្ចឹងទៅលំហែកាយឬក៏ដល់ខែបុណ្យទានដូចជាចូលឆ្នាំឬក៏រដូវកាន់បិណ្ឌអីទើបគាត់ធ្វើដំណើរទៅលេងផ្ទះគាត់អញ្ចឹងផ្ទះហ្នឹងគឺទុកចោលទេអញ្ចឹងផ្ទះមួយហ្នឹងគឺជាកន្លែងដែលឲ្យពួកបងផល្លានិងក្រុមរបស់គាត់5នាក់ទៀតទាំងតកង់ឡានហ្នឹងគឺធ្វើការគេងសម្រាកនៅយប់ហ្នឹងចឹងពួកគាត់បានធ្វើដំណើរពីភ្នំពេញទៅដល់ខេត្តកំពង់ធំហ្នឹងវារឿងឆ្ងាយដែរគាត់ធ្វើដំណើរទៅដល់ហ្នឹងគឺប្រហែលជាម៉ោង7:02ណាប្រិមត្តទាំងអស់គ្នាអញ្ចឹងនៅថ្ងៃស្អែកបានគាត់ធ្វើការផ្សព្វផ្សាយអញ្ចឹងម៉ោង2គាត់ធ្វើដំណើរទៅដល់ផ្ទះមួយហ្នឹងដោយសារតែពីភ្នំពេញទៅដល់ផ្ទះហ្នឹងវារឿងឆ្ងាយដែរអញ្ចឹងពួកគាត់បានធ្វើដំណើរទៅដល់ផ្ទះមួយហ្នឹងអ្វីដែលបងផល្លាចូលទៅដល់ផ្ទះហ្នឹងតំណងបានទៅដល់លោកមេភូមិហើយលោកមេភូមិនាំផ្លូវទៅដល់ផ្ទះហ្នឹងចូលទៅដល់ផ្ទះហ្នឹងគឺគាត់មានអារម្មណ៍ថាវាព្រឺព្រួចហ្មងហេតុអីបងផល្លាគាត់ថាវាព្រឺព្រួចផ្ទះហ្នឹងវាមានទំហំធំផ្ទះ3ខ្នងណាប្រិមត្តទាំងអស់គ្នាជាផ្ទះបុរាណប្រិមត្តទាំងអស់គ្នានៅតាមបណ្ដាជនបទដឹងហើយផ្ទះ3ខ្នង
ផ្ទះឈើនៅខាងក្រោមគឺអត់មានរៀបថ្មរៀបអីទេគឺជាផ្ទះឈើហើយជុំវិញនៃបរិវេណផ្ទះហ្នឹងគឺដាំដើមស្លានិងដើមដូងណាប្រិមិត្តទាំងអស់គ្នាគឺស្លានៅជុំវិញហើយខាងក្រោយផ្ទះហ្នឹងគឺមានដើមល្មុតប្រហែលជាជិត20ដើមនិងមានដើមចេកជុំវិញចំណែកឯខាងក្រោយផ្ទះទៀតគឺមានដើមដូងទើបតែដាំនិងមានគុម្ពឫស្សីមួយគុម្ពធំនិងមានស្រះទឹកតពាំងទឹកមួយណាប្រិមិត្តមើលទៅហាក់បីដូចជាផ្ទះមួយហ្នឹងគឺដាំដំណាំចោលយូរបានម្ចាស់ផ្ទះមកលេងម្ដងហើយបងផាឡាក៏ថាគាត់ចូលទៅគឺគាត់មានអារម្មណ៍ថាប្លែកហ្មងវាស្ថានភាពនៅផ្ទះហ្នឹងគឺវាត្រជាក់ដោយសារតែវាចូលទៅវាមានព្រៃស្តុកហើយគឺត្រជាក់ស្រេបហ្មងអញ្ចឹងគឺគាត់គ្រាន់តែមានអារម្មណ៍ខ្លួនគាត់ទេគាត់ហ៊ាននិយាយបំភ័យទៅកាន់មិត្តភក្តិផាន់គាត់2 3នាក់ទៀតទេហើយមិត្តភក្តិផាន់គាត់ហ្នឹងគឺមានស្រី3នាក់និងប្រុស2នាក់ម្នាក់ទៀតប្រុសដែរតែជាតែកងឡានអញ្ចឹងគ្នាគាត់6នាក់ប្រុស3ស្រី3អញ្ចឹងពួកគាត់រៀបចំកន្លែងគេងតែអាការគេងនេះប្រិមិត្តទាំងអស់គ្នាគាត់អាចចូលទៅគេងនៅក្នុងផ្ទះបានទេគឺគាត់គេងនៅនឹងយ៉រមុខដោយសារតែនៅក្នុងផ្ទះម្ចាស់ផ្ទះរបស់គេគឺចាក់សោអញ្ចឹងលោកមេភូមិអនុញ្ញាតឲ្យគាត់នឹងគេងនៅយ៉រមុខដើម្បីរៀបចំកាទេលចងមុងចងអីនៅយ៉រខាងមុខទៅដោយសារតែផ្ទះបុរាណណាប្រិមិត្តទាំងអស់គ្នាផ្ទះឈើកាលពីមុនគេតែងតែធ្វើយ៉រខាងមុខឡើងចដាឡើងទៅហ្នឹងអញ្ចឹងពួកគាត់គឺសម្រាននៅខាងហ្នឹងហើយតែកងឡានគឺគាត់នៅយប់ហ្នឹងក៏អត់សម្រានខាងលើទេគឺគាត់សម្រាននៅក្នុងឡានផាន់គាត់អញ្ចឹងអ្នកដែលសម្រាននៅខាងលើគឺមានតែ5នាក់ទេមុងមួយគឺបងផាឡាគាត់សម្រាន2នាក់មិត្តភក្តិផាន់គាត់ចំណែកឯមុងមួយទៀតណាប្រិមិត្តទាំងអស់គ្នាគឺមិត្តភក្តិរបស់បងផាឡាស្រី3នាក់ហ្នឹងគាត់សម្រានជាមួយគ្នានឹងឯងអញ្ចឹងពួកគាត់បានរៀបចំសម្ភារៈសម្រាប់គេនៅយប់ហ្នឹងរួចរាល់អស់ពួកគាត់ក៏បានញ៉ាំបាយញ៉ាំអីនៅផ្ទះរបស់លោកមេភូមិហើយអស់ប៉ុន្តែលោកមេភូមិគឺអត់មាននិយាយប្រាប់រឿងរ៉ាវអីកើតឡើងនៅក្នុងភូមិអីហ្នឹងទេគឺគាត់និយាយតែរឿងរ៉ាវសម្រាប់ធ្វើការចុះផ្សព្វផ្សាយនៅថ្ងៃស្អែកដោយសារតែក្រុមបងផាឡាហ្នឹងបាននិយាយថាឲ្យលោកមេភូមិហ្នឹងគឺដើរប្រមូលប្រជាពលរដ្ឋព្រោះគាត់ធ្វើការចុះអប់រំនិងបណ្ដុះបណ្ដាលអំពីជំងឺគ្រុនចាញ់និងអំពីពិធីបង្ការនិងការពារពីសត្វមូសខាំនឹងឯងនៅពេលដែលម៉ោង6ពួកគាត់ត្រឡប់មកពីផ្ទះលោកមេភូមិវិញដើម្បីធ្វើដំណើរមកកាន់នៅផ្ទះដែលពួកគាត់ស្នាក់ហ្នឹងអញ្ចឹងផ្ទះដែលពួកគាត់ស្នាក់នៅហ្នឹងគឺវារឿងឆ្ងាយជាងផ្ទះលោកមេភូមិដែរវាមិនឆ្ងាយហ្មងទេប្រិមត្តទាំងអស់គ្នាគឺប្រហែលជាអាចនឹង300ម៉ែត្រដោយសារតែផ្ទះលោកមេភូមិនៅផ្លូវម្ខាងទៀតអញ្ចឹងផ្ទះរបស់គាត់ស្នាក់ហ្នឹងវារឿងចូលមកកាន់ផ្លូវខាងក្នុងដែរហើយអត់មានផ្ទះបងប្អូនប្រជាពលរដ្ឋណានៅជុំវិញហ្នឹងទេវាមានដែរប៉ុន្តែប្រហែលជា200ម៉ែត្រ300ម៉ែត្របានមានអញ្ចឹងផ្ទះហ្នឹងគឺនៅកណ្ដាលហើយគឺវាមានស្ថានភាពព្រៃស្តុកហ្មងព្រៃស្តុកអីប្រិមិត្តដូចខ្ញុំនិយាយដដែលអញ្ចឹងគឺខាងក្រោយផ្ទះវាមានគុម្ពឫស្សីវាមានដើមដូងដែលទើបតែដាំថ្មីហើយនឹងដើមល្មុតចំណែកឯខាងមុខផ្ទះគឺមានដើមស្លាប្រហែលជាជិត20ដើមនឹងឯងហើយដើមស្លាវាខ្ពស់ដែរអញ្ចឹងម៉ោង6ហ្នឹងគឺគាត់ធ្វើដំណើរមកដល់ផ្ទះពួកបងស្រីជាមិត្តភក្តិរបស់បងផាឡាហ្នឹងគឺគាត់ឡើងទៅយកខាងមុខយ៉ាងទៅនិយាយគ្នាលេងចំណែកឯបងផាឡាគាត់ដើរមកខាងក្រោយផ្ទះប៉ុន្តែគាត់អត់ទាន់ទៅដល់កន្លែងគុម្ពឫស្សីទេគាត់គ្រាន់តែដើរមកដល់ខាងក្រោយផ្ទះបន្តិចគឺវាមានដើមល្មុតដែលម៉ោង6ហ្នឹងប្រិមិត្តទាំងអស់គ្នាអញ្ចឹងពេលហ្នឹងគូសัตว์ចាបវាហោះមកឡើងត្រជៀវប្រិមិត្តដែលឃើញល្ងាចឡើងសัตว์វាហោះចូលកន្លែងវាដេកអត់អញ្ចឹងបងផាឡាថាពេលហ្នឹងអាកន្លែងគុម្ពឫស្សីហ្នឹងគឺសំលេងសัตว์ចាបវាយំឡើងជៀវពេញគុម្ពឫស្សីហ្នឹងហ្មងដែលមើលទៅគុម្ពឫស្សីមួយគុម្ពហ្នឹងគឺជាសម្បុកនៃសត្វចាបសត្វតូចធំដេកហ្មងគូវាយំឲ្យឡើងកជៀវហ្នឹងហ្មងពេលហ្នឹងគាត់ឃើញស្ថានភាពបែបហ្នឹងបងផាឡាគាត់ក៏ហ៊ានដើរទៅក្រោយបន្តទៀតដែរគាត់ដើរបកមកវិញប៉ុន្តែគាត់ហ៊ានយកអារឿងមានសត្វមានអីយំឲ្យឡើងទៅជៀវហ្នឹងនិយាយទៅកាន់ប្រាប់មិត្តភក្តិគាត់ទេគាត់ខ្លាចមិនខ្លាចពេលនិយាយប្រាប់ទៅកាន់មិត្តភក្តិផាន់គាត់នឹងខ្លាចដោយសារតែពួកគាត់នៅក្មេងៗដែរកាលហ្នឹងគឺគាត់នៅអាយុប្រហែលជា19ឆ្នាំឬក៏20ឆ្នាំអីទេអញ្ចឹងពួកគាត់អាចនឹងនិយាយទៅអាចនឹងមិត្តភក្តិផាន់គាត់នឹងខ្លាចអញ្
ជាងគាត់ក៏បានដើរត្រឡប់មកវិញដើម្បីចូលសម្រាកយ៉ាងទៅវាម៉ោង6ម៉ោងអីជាងពួកគាត់ឡើងទៅលើប៉ុន្តែនៅយប់នោះប្រិមិត្តទាំងអស់គ្នាតកងឡានគឺគាត់អត់ឡើងទេដោយសារតែបងផល្លាគាត់ហៅពូតកងឡានហ្នឹងឲ្យមកសម្រានជាមួយគាត់ទៅដោយសារតែមុខហ្នឹងធំដែរអញ្ចឹងអាចសម្រានបាន3នាក់អញ្ចឹងតកងឡានគាត់ថាគាត់អត់ឡើងទៅសម្រានទេគាត់សម្រាននៅក្នុងឡានផងគាត់បានហើយអញ្ចឹងគឺជាទម្លាប់ឯប្រិមិត្តទាំងអស់គ្នាតកងឡានក៏អត់ដើរសម្រាននៅណាឆ្ងាយពីឡានផងគាត់ទេអញ្ចឹងនៅយប់ហ្នឹងគឺគាត់សម្រាននៅខាងក្រោមប៉ុន្តែសម្រាននៅក្នុងឡានគាត់រៀបកៅអីរៀបអីក្នុងឡានអញ្ចឹងទៅគាត់ដេកនៅយ៉ខាងមុខគាត់បានចាក់សោអញ្ចឹងពួកគាត់បងផល្លាគាត់ឡើងសម្រាននៅខាងលើដដែលអញ្ចឹងសម្រាននៅខាងយ៉មុខដោយដែលខ្ញុំបានបញ្ជាក់ប្រាប់ប្រិមិត្តទាំងអស់គ្នាអញ្ចឹងដោយសារថានៅក្នុងផ្ទះផងគាត់គឺចាក់សោអញ្ចឹងពួកគាត់អាចចូលបានទេដល់ម៉ោងប្រហែលជា9ប្រិមិត្តទាំងអស់គ្នាម៉ោង9ហ្នឹងបងផល្លាក៏អត់ទាន់បានសម្រានទេគឺគាត់ចេះតែរសាប់រសល់ដោយសារតែវាជាអារម្មណ៍ទី1ផងគាត់ណាដោយសារគាត់ចុះតាមបណ្ដាខេត្តផ្សេងគឺគាត់សម្រាននៅផ្ទះសំណាក់អញ្ចឹងទៅប៉ុន្តែគាត់ចុះមកដល់ខេត្តកំពង់ធំស្រុកមួយហ្នឹងពួកគាត់ត្រូវគេងនៅផ្ទះឈើវាហាក់បីដូចជានៅក្នុងរឿងនិទានណាដែលគាត់ធ្លាប់មើលទៅរឿងខ្មោចផ្សេងកុនណារឿងខ្មោចញញៀតរឿងខ្មោចចេះឈ្វីអីអញ្ចឹងទៅគាត់គឺមានអារម្មណ៍ថាព្រឺហ្មងប៉ុន្តែមិត្តភក្តិគាត់ទៀតគឺក៏អត់ទាន់ដេកដែរពងតែនិយាយគ្នាមុងខាងស្រីណាមិត្តភក្តិគាត់នេះគឺកំពុងតែនិយាយគ្នាឡើងទៅជាវសំឡេងងុំអញ្ចឹងទៅចំណែកឯមិត្តភក្តិរបស់គាត់មិត្តភក្តិប្រុសបងផល្លាដែលគេមួយគាត់ហ្នឹងគឺសង្ងំដេកលក់បាត់ហើយបងផល្លាគាត់ថានៅម៉ោង9ហ្នឹងគាត់សម្រានគាត់ងើបមើលមកខាងក្រោមមកកន្លែងឡានណាប្រិមិត្តទាំងអស់គ្នានៅខាងមុខផ្ទះហ្នឹងគាត់ឃើញមនុស្សម្នាក់គឺសម្មោស្ទង់ហ្មងប្រិមិត្តទាំងអស់គ្នាគឺដើរនៅខាងមុខឡានណាដើរទៅដើរមកដោយសារតែឡានហ្នឹងចតនៅខាងមុខផ្ទះហើយគាត់សម្រាននៅលើផ្ទះគាត់មើលមកពីខាងលើគាត់ឃើញហ្មងគាត់ឃើញមានមនុស្សម្នាក់ហ្នឹងគាត់មើលអត់ច្បាស់ទេវាស្ទង់គាត់ចេះតែព្យាយាមមើលណាគាត់គិតថាតកង់ឡានមែនបានដើរទៅដើរមកយប់ម៉ោង9:10ហើយគឺដើរទៅដើរមកជុំវិញនៅបរិវេណឡានហ្នឹងហ្មងបងផល្លាគាត់ចុះទៅមើលប៉ុន្តែក៏ហ៊ានហាមមិត្តភក្តិផងគាត់ទេគាត់ចុះទៅមើលគាត់គិតថាអាចនឹងមានចោរមានអីអញ្ចឹងទៅដោយសារតែពួកគាត់ជាអ្នកចំណូលមកសម្រាននៅភូមិហ្នឹងបងផល្លាគាត់អត់មានគិតទៅរឿងខ្មោចអីទេប្រិមិត្តទាំងអស់គ្នាគាត់គឺសម្រេចចិត្តចុះទៅមើលភ្លាមហ្មងគាត់គិតថាអាចនឹងមានចោរមានអីអញ្ចឹងណាបងផល្លាក៏ចុះទៅវឹបតាមកម្មចដានោះទៅវឹបលោបពេលដែលចុះទៅដល់គឺបាត់សម្ោនឹងឈឹងហ្មងគាត់ក៏បានសម្លឹងមើលជុំវិញហ្នឹងគាត់បានសម្លឹងមើលជុំវិញនៅបរិវេណឡានហ្នឹងគឺអត់មានឃើញអីទេគ្រាន់តែប៉ុណ្្នឹងណាបងផល្លាស្ទុះឡើងមកលើផ្ទះវិញហ្មងគាត់គិតថាមានអារម្មណ៍ថាអាចនឹងមានខ្មោចទេប្រិមិត្តទាំងអស់គ្នាចឹងគាត់ឡើងមកសង្ងំដេកវិញហ្មងគាត់គិតថាសម្ោដែលគាត់ឃើញមិញណាច្បាស់គាត់ចាប់ផ្ដើមដេកលេងលក់ហើយគាត់ចាប់ផ្ដើមឃ្លុំភួយប្រហែលជាបានកន្លះម៉ោងក្រោយមកម៉ោងប្រហែលជា10ហ្នឹងបងផល្លាបានឮសំឡេងអាមនុស្សដើរប្រិមិត្តទាំងអស់គ្នាជាធម្មតាប្រិមិត្តធ្លាប់សម្រានផ្ទាល់នឹងរនៀបផ្ទាល់នឹងការ៉ុតសំឡេងដែលមនុស្សដើរគឺយើងឮទាំងអស់ចឹងបងផល្លាគាត់សម្រានអត់ទាន់លក់ទេគាត់ឮសំឡេងមនុស្សឡើងកម្មចដាមកដោយសារតែគាត់សម្រានគៀនកម្មចដាឡើងដែរផ្ទះហ្នឹងណាចឹងគាត់ឮសំឡេងមនុស្សដើរពីចដាខាងក្រោមមកស្រឹបពីមួយកម្មមកមួយកម្មណាប្រិមិត្តទាំងអស់គ្នាគឺដើរមកស្រឹបរហូតចិត្តមកដល់ខាងលើពេលហ្នឹងគឺបងផល្លាគាត់ភ័យមែនទែនគាត់អារម្មណ៍គាត់មួយគិតថាខ្មោចអារម្មណ៍គាត់មួយទៀតគាត់គិតថាចោរតែគាត់អត់ហ៊ានបើកភ្នែកមើលទេគាត់គឺគ្របភួយចិត្តហ្មងដោយសំឡេងហ្នឹងវាគៀកពេកយូរទៅវាកាន់តែគៀកត្រចៀកផងគាត់ណាសំឡេងមនុស្សដើរហ្នឹងវាកាន់តែគៀកត្រចៀកផងគាត់សម្រេចចិត្តងើបមើលហ្មងគាត់ងើបមើលអត់ឃើញទេប្រិមិត្តសំឡេងដែលដើរមកហ្នឹងអត់ឃើញទេបងផល្លាថាចំប្រហែលជានាងផ្ទះអីហ្នឹងលងបន្លាយគាត់
គាត់ក៏បានលើកដៃបន្នំទៅកាន់ជានាងផ្ទះព្រោះអីគាត់ជឿថាយើងមកសម្រាននៅផ្ទះគេអ្វីត្បិតតែយើងបានសុំអនុញ្ញាតពីម្ចាស់ផ្ទះគេមែនប៉ុន្តែយើងអត់ទាន់បានសុំអនុញ្ញាតពីជំនាញផ្ទះរបស់គេបងផល្លាគាត់លើកដៃបន្នំទៅដល់ជានាងផ្ទះហ្មងគាត់ថាពួកគាត់មកសម្រានគឺបំណងល្អទេគាត់អត់មានរំខានអីទេអញ្ចឹងបើសិនជានាងផ្ទះលោកឆ្ងល់គឺពួកគាត់ជាក្រុមនិស្សិតអីអញ្ចឹងទៅធ្វើការផ្សព្វផ្សាយជូនអ្នកភូមិមកគាត់ក៏បានលើកដៃបន្នំបែបហ្នឹងបងផល្លាគាត់ក៏បានសម្រានទៅវិញពេលដែលគាត់សម្រានណាសំឡេងហ្នឹងគឺលែងឮពីកម្មចដើហ្នឹងមកទៀតហើយប្រិមិត្តទាំងអស់គ្នាសំឡេងហ្នឹងចាប់ផ្ដើមឮពីក្នុងផ្ទះម្ដងក្នុងបន្ទប់ខាងក្នុងណាដែលជាបន្ទប់ចាក់សោចឹងគាត់ឮសំឡេងនៅក្នុងបន្ទប់ហ្នឹងឮរុករ៉ាហាក់បីដូចជាកដោវារត់ជុំវិញបរិវេណនៅក្នុងផ្ទះហ្នឹងគាត់ឮរុកហាក់បីដូចជាមនុស្សកំពុងតែរើអីអញ្ចឹងអាសំឡេងនៅក្នុងផ្ទះហ្នឹងអស់ពីរុកចាប់ផ្ដើមមានមនុស្សដើរម្ដងអញ្ចឹងប្រិមិត្តដែលនៅតាមបណ្ដាជនបទប្រិមិត្តពីមុនដែលសម្រាននៅផ្ទះឈើគឺដឹងហើយដែលយើងសម្រានផ្ទាល់នឹងរនាបហើយនឹងមានមនុស្សដើរអីគឺយើងឮទាំងអស់សម្រាប់ជើងគឺដើរទាំងអស់អញ្ចឹងបងផល្លាថានៅយប់ហ្នឹងគឺដូចជាមានមនុស្សប្រហែលជា3-4នាក់កំពុងតែដើរនៅក្នុងបន្ទប់ខាងក្នុងហ្នឹងគឺដើរព្រឹបទៅព្រឹបមកអញ្ចឹងតែគាត់នៅតែព្យាយាមស្ដាប់សំឡេងហ្នឹងគឺវាចេញពីនៅក្នុងបន្ទប់ផ្ទះមួយហ្នឹងដែលទ្វារគឺចាក់សោហើយអញ្ចឹងនៅម៉ោងប្រហែលជាម៉ោងជិត11សំឡេងហ្នឹងគឺវាលែងលឺបន្តិចសំឡេងហ្នឹងលែងលឺណាប្រិមិត្តទាំងអស់គ្នាចាប់ផ្ដើមមិត្តភក្តិរបស់បងផល្លាសម្រានចិត្តនៅបងផល្លាហ្នឹងកេះបងផល្លាកេះហៅបងផល្លាហៅផល្លាបងផល្លាក៏សួរថាអីមិត្តភក្តិរបស់បងផល្លាហ្នឹងគឺរៀកនោមប្រិមិត្តទាំងអស់គ្នាគាត់រៀកនោមដោយសារគាត់ញ៉ាំទឹកពីល្ងាចហ្នឹងច្រើនពេកបងផល្លាប្រាប់ថាហែងទ្រាំតិចអីចាំព្រឹកទៅដោយសារតែបងផល្លាគាត់ខ្លាចគាត់ចាប់ផ្ដើមខ្លាចហើយអញ្ចឹងមិត្តភក្តិរបស់បងផល្លាណាចុះហែងឲ្យអញទ្រាំនោមមិនណាទឹមស្មន់ហេអញទ្រាំនោមមិនបានជូនអញទៅបន្តិចមកបងផល្លាក៏ដាច់ចិត្តជូនមិត្តភក្តិប្រនគាត់ហ្នឹងឈ្មោះថាបងគៀហ្នឹងជូនចុះទៅខាងក្រោមនោមអញ្ចឹងទៅនៅពេលដែលបងផល្លាជូនមិត្តភក្តិប្រនគាត់ទៅនោមប្រិមិត្តទាំងអស់គ្នានោមអត់ហ៊ានទៅក្រោយផ្ទះហ្មងទេចុះពីចដាខាងមុខផ្ទះទៅបជាផ្ទះបន្តិចអត់ហ៊ានទៅឆ្ងាយទេហើយគឺមានតែភ្លើងពិលមួយទេអត់មានភ្លើងអីប្រើណាប្រិមិត្តទាំងអស់គ្នាកាលនោះស្រុកហ្នឹងគឺអត់ទាន់មានភ្លើងចូលទៅដល់ទេមានតែភ្លើងពិលរបស់ក្រុមការងាររបស់គាត់នឹងឯងពេលដែលចុះទៅដល់ឡាប្រិមិត្តទាំងអស់គ្នាបងផល្លាហើយនឹងបងគៀមិត្តភក្តិរបស់គាត់ហ្នឹងឃើញច្បាស់ហ្មងច្បាស់យ៉ាងម៉េចភ្លើងហោះចេញពីគុំអាស័យខាងក្រោយផ្ទះហ្នឹងភ្លើងឡើងទៅលោកគឺហោះចេញពីគុំអាស័យគឺហោះចូលមកក្នុងផ្ទះកន្លែងគាត់សម្រានហ្នឹងហ្មងប្រិមិត្តទាំងអស់គ្នាហើយម្ដងនេះគឺគាត់អត់មានឃើញតែបងផល្លាទេគាត់ឃើញទាំងពីរនាក់ហ្មងឃើញច្បាស់ទាំងពីរនាក់ហ្មងគាត់ថាចំភ្លើងអីគេពួកគាត់ទាំងពីរនាក់ភ័យចាប់ផ្ដើមមើលមុខគ្នាហើយគឺឡើងមកលើផ្ទះវិញយ៉ាងលឿនហ្មងពេលហ្នឹងគឺបងផល្លានិយាយមកថាគឺបងគៀដាច់នោមហីគឺឡើងមកលើផ្ទះហ្មងឡើងមកយ៉ាងលឿនហ្មងហើយភ្លើងមួយហ្នឹងវាសំដៅមកចូលក្នុងផ្ទះដែលគាត់កំពុងតែសម្រានហ្នឹងគាត់ឡើងទៅដល់លើផ្ទះបងផល្លាហើយនឹងបងគៀគឺអត់ហ៊ានដាស់បងស្រី3នាក់ទៀតទេអត់ហ៊ានដាស់ប្រាប់ទេព្រោះអីគាត់ខ្លាចភ័យពួកគាត់បានតែលាក់គ្នាហើយគឺដេកអោបគ្នាទាំងភ័យមកពេលដែលគាត់កំពុងតែដេកអាភ័យអារម្មណ៍ភ័យផងអីផងនៅយប់ហ្នឹងគឺសំឡេងនៅក្នុងផ្ទះហ្នឹងផ្ទះចាស់គឺមានតុកែយំអញ្ចឹងតុកែយំតុកពេញនៅក្នុងផ្ទះហ្នឹងឯងបន្ទាប់ពីគាត់ឃើញភ្លើងចូលក្នុងផ្ទះហ្នឹងណាប្រិមិត្តហើយមួយយប់ហ្នឹងគឺគាត់ឮសំឡេងហ៊ីហ៊ូព្រឹបនៅពេញនៅក្នុងបន្ទប់ផ្ទះមួយហ្នឹងអញ្ចឹងមកដល់ស្អែកចប់ណាប្រិមិត្តទាំងអស់គ្នានៅយប់មួយហ្នឹងតែរឿងរ៉ាវដែលកាត់ឡើងនៅយប់មិញនេះគឺបងផល្លាហើយនឹងបងគៀអត់ហ៊ានយករឿងហ្នឹងប្រាប់បងស្រី3នាក់ទៀតទេហើយក៏ហ៊ានប្រាប់ទៅដល់ទៅកងឡានដែរមកដល់ថ្ងៃស្អែកជាព្រឹកដែលពួកគាត់ត្រូវចុះផ្សព្វផ្សាយទៅតាមភូមិហ្នឹងឯង
ប្រជុំហៅប្រជាពលរដ្ឋមកគេអាចនិយាយថាបង្រៀនឬក៏បណ្ដុះបណ្ដាលអំពីជំងឺគ្រុនចាញ់ផងគាត់នឹងបានផ្សព្វផ្សាយយ៉ាងទៅហើយរឿងយប់មិញនេះក៏អត់មានណាហ៊ាននិយាយដែរនៅពេលដែលពេលព្រឹកហ្នឹងណាពូតកងឡានហ្នឹងនិយាយគាត់និយាយនៅក្នុងឡានអាពេលគាត់ទៅបដោះបដាលហ្នឹងពូតកងឡានហ្នឹងនិយាយហ្មងនិយាយថាយប់មិញអត់ដឹងពីណាគេទេដើរទៅដើរមកនៅមុខឡានផងគាត់ហ្នឹងមិនដឹងជាដើររកអីហើយមិត្តភ័ក្តិរបស់បងផល្លាស្រីហ្នឹងយប់មិញហ្នឹងក៏គាត់និយាយដែរគាត់ថាយប់មិញហ្នឹងគាត់អត់មានបានដេកទេគាត់ឃើញមនុស្សដើរទៅដើរមកគាត់ថាបងផល្លាដើររកអីគេដើរចុះឡើងទៅមកហ្នឹងហើយបងផល្លាក៏អត់ហ៊ាននិយាយដែរគាត់ក៏អត់មានហ៊ាននិយាយដែរគាត់បានតែមើលមុខគ្នាពីអ្នកបងគៀនឹងឯងអញ្ចឹងពួកគាត់បានធ្វើដំណើរចុះផ្សព្វផ្សាយទៅតាមភូមិណាប្រិយមិត្តទាំងអស់គ្នាអញ្ចឹងគាត់ផ្សព្វផ្សាយអ្នកភូមិបានសួរនាំគាត់អីអញ្ចឹងទៅហើយអ្នកភូមិក៏បានសួរគាត់ថាគាត់សម្រាកនៅណាហើយបងផល្លាគាត់ក៏បានប្រាប់ថាគាត់សម្រាកនៅផ្ទះដែលលោកមេភូមិឲ្យហ្នឹងផ្ទះខាងជើងភូមិហ្នឹងឯងគ្រាន់តែលឺបែបហ្នឹងណាមិញអ្នកភូមិនៅនឹងគឺគាត់និយាយហ្មងគាត់និយាយដូចគ្នាថាចំហ៊ាននៅនឹងដែរអត់អីណាយយប់មិញគ្រាន់តែលឺពាក្យហ្នឹងណាបងផល្លាហើយទាំងបងគីគាត់មើលមុខគ្នាគាត់ថាយប់មិញមានតិចដែរមីងមានតិចតួចហើយគាត់ក៏បានសួរទៅមីងហ្នឹងថាកើតអីមែនមីងក៏បានមីងអ្នកភូមិគាត់ថាគ្មានអីទេផ្ទះហ្នឹងគ្រាន់តែអត់សូវមានអ្នកនៅយូរបានម្ចាស់ផ្ទះគេមកម្ដងចឹងតែណែអញ្ចឹងចាប់ផ្ដើមធ្វើឲ្យបងផល្លាហើយនឹងបងគៀហ្នឹងដាក់ចិត្តសង្ស័យហ្មងប្រិមិត្តទាំងអស់គ្នាចាប់ផ្ដើមដាក់ចិត្តសង្ស័យណាអញ្ចឹងពួកគាត់បានបដោះបដាផ្សព្វផ្សាយឲ្យអស់ទៅតាមភូមិហ្នឹងហើយនឹងសាលារៀននៅជិតហ្នឹងឯងល្ងាចឡើងគាត់ត្រឡប់មកវិញណាត្រឡប់មកចូលផ្ទះវិញបន្ទាប់ពីពួកគាត់បានញ៉ាំបាយញ៉ាំអីហើយអញ្ចឹងពួកគាត់ត្រូវការសម្រាកមួយយប់ទៀតយប់ស្អែកទើបគាត់ផ្សព្វផ្សាយចប់ធ្វើការត្រឡប់មកកាន់ភ្នំពេញវិញល្ងាចហ្នឹងបងផល្លាគាត់រអស់ចិត្តមកដល់ផ្ទះហ្នឹងហើយគាត់ដើរទៅខាងក្រោយផ្ទះហ្នឹងមកគាត់ដើរមើលបរិវេណជុំវិញហ្នឹងអ្វីដែលគាត់ភ្ញាក់ផ្អើលប្រិមិត្តទាំងអស់គ្នានៅខាងក្រោយផ្ទះហ្នឹងក្បែរគុំឫស្សីហ្នឹងគឺមានម៉ងមួយនៅក្បែរគុំឫស្សីហ្នឹងគឺមានម៉ងមួយគឺមើលតម៉ងហ្នឹងវាថ្មីហ្មងវាអត់ទាន់ចាស់ទេគឺថ្មីហើយនៅលើម៉ងហ្នឹងគឺវារឿងដីស្មៅដុះតិចហើយវាដែលមើលទៅមិនម៉ងចាស់បងផល្លាគ្រាន់តែឃើញបែបហ្នឹងគាត់យករឿងហ្នឹងទៅប្រាប់បងគៀគាត់និយាយមួយបងគៀហ្មងថាគៀហើយមើលអាម៉ងឡើងគុំអាស័យដែលយើងឃើញភ្លើងហោះចេញជុកមិញហ្នឹងណាមានម៉ងអើយមានម៉ងថ្មីហ្មងអញ្ចឹងបងគៀគឺគាត់ប្រាប់បងផល្លាថាបាច់យករឿងហ្នឹងប្រាប់ទៅកាន់ទៅកងឡានឬស្រីឯងខ្លាចស្រីខ្លាចព្រោះអីយើងវាយប់ហើយពិបាករកកន្លែងដេកអញ្ចឹងស្រីប្រាប់ទៅដឹងតែខ្លាចហើយម៉ោងប្រហែលជា6ជាងពួកគាត់ធ្វើការសម្រាកណាឡើងលើផ្ទះឡើងអីសម្រាកទៅដោយសារមេឃវាចាប់ផ្ដើមងឹតហើយចម្លែកអីទៅកងឡានណាប្រិមត្តទាំងអស់គ្នាទៅកងឡានយប់ហ្នឹងគឺមកសុំបងផល្លាហ្មងផល្លាយប់ហ្នឹងខ្ញុំអត់សម្រាននៅក្នុងឡានទៀតទេខ្ញុំសុំផល្លាឯងឡើងដេកនៅខាងលើដែរបានគ្នាណែមិនដែលសុកទៅកងឡានពីយប់មិញណាអត់ហៅមកយ៉ាងណាក៏អត់មកដែរក៏អត់ចោលឡានគាត់ទេបងផល្លាសួរទៅកងឡានហ្មងមិនបានពូមកសម្រាននៅនឹងវិញកើតអីមែនពូទៅកងឡានក៏អត់មានប្រាប់ហេតុផលដែរគាត់ថាអត់អីទេដេកបានគ្នាកុំឲ្យដូចយប់មិញឃើញមនុស្សដើរទៅដើរមកទៅកងឡាននិយាយចប់គាត់ក៏បានចូលក្នុងមុងសម្រានចឹងទៅម៉ោងប្រហែលជា10 11នឹងប្រិមត្តទាំងអស់គ្នាពួកគាត់កំពុងតែដេកចាពួកគាត់ដេកហ្នឹងបងផល្លាហើយនឹងបងពូតកងឡាននិងបងគីគាត់ដេកនឹងគាត់ស្រាប់តែឃើញសមោលមនុស្សចេញពីទ្វារបន្ទប់ខាងក្នុងដោយសារតែទ្វារនឹងចាក់សោតែក៏ឃើញមនុស្សច្បាស់ហ្មងគឺដើរចេញពីខាងក្នុងនឹងមកក៏ឃើញទាំង3នាក់គឺដើរចេញមកហើយចុះទៅក្រោមហ្មងប្រិមត្តទាំងអស់គ្នាគ្រាន់តែឃើញបែបហ្នឹងគឺ
បងផល្លាកេះបងគៀកេះពូតកងឡានឲ្យមើលថាណាគេហើយសមោមួយនឹងគឺចុះទៅទ្រីចុះទៅខាងក្រោមបាត់ទៅគាត់គ្រាន់តែឃើញអញ្ចឹងណាកេះហើយគឺអោបគ្នាទាំងភ័យហ្មងអញ្ចឹងបងផល្លាក៏អត់អស់ចិត្តទេគាត់បានឃ្លុំភួយហើយស្រាប់តែមកសន្ទុះក្រោយមកគាត់ឃើញមនុស្សនៅចុងជើងប្រន់គាត់ម្ដងហើយសមោនៅចុងជើងហ្នឹងណាប៉ុណ្ណាហ្មងឡងខ្មោចព្រិចហើយមុខសុទ្ធតែឈាមប្រិមិត្តទាំងអស់គ្នាដោយដែលប្រិមិត្តកំពុងតែស្ដាប់អញ្ចឹងស្ដាប់នៅពេលយប់ណាប្រិមិត្តងាកមើលចុងជើងប្រិមិត្តមើលកែលោមានមនុស្សមុខសុទ្ធតែឈាមភ្នែកលៀននៅចុងជើងប្រិមិត្តដឹងតែចប់ហើយអញ្ចឹងបងផល្លាថាគឺមុខសុទ្ធតែឈាមហ្មងសុទ្ធតែឈាមក៏ឃើញមកសពេចហ្នឹងណាប៉ុន្តែក៏អត់ហ៊ានប្រាប់ទៅកាន់ពូតកងឡានហើយនឹងបងគៀគ្រាន់តែគាត់ឃើញអញ្ចឹងគាត់ឃ្លុំភួយហ្មងស្រាប់តែមកសន្ទុះក្រោយមកឡានរបស់ក្រុមគាត់ណាឡាននៅខាងក្រោមហ្នឹងណាគឺលឺព្រុកហាក់បីដូចមានណាគេកំពុងតែវាយឡានហ្នឹងអញ្ចឹងពូតកងឡានគាត់បានងើបមើលហ្មងគ្រាន់តែលឺឡានគាត់អញ្ចឹងគាត់ងើបមើលហើយពូតកងឡានប្រាប់ថាគាត់ងើបមើលហ្នឹងណាប្រិមត្តទាំងអស់គ្នាគាត់ឃើញមនុស្សអង្គុយនៅលើក្បាលឡានផនគាត់ហ្នឹងហើយមនុស្សដែលអង្គុយនៅលើក្បាលឡានហ្នឹងគាត់ឃើញភ្នែកច្បាស់ហ្មងហាក់បីដូចជាអាមនុស្សហ្នឹងទាញស៊ូមអារបៀបខ្មោចលងស៊ូមទាញមុខគាត់ឲ្យទៅឃើញណាគឺមុខសុទ្ធតែឈាមហ្មងមុខមកចំហៀងគឺខ្ទេចសុទ្ធតែឈាមហើយភ្នែកវិញណាលៀនមកឡើងថ្លែហាក់បីដូចជាមនុស្សហ្នឹងត្រូវឡានបុកឬក៏ជន់ភ្នែកមកចំហៀងដល់ខ្ទេចហ្មងពូតកងឡានគ្រាន់តែឃើញបែបហ្នឹងគាត់កេះគាត់ថាណោខ្មោចគឺពូតកងឡានអញ្ចឹងហ្មងហើយបងផល្លាហើយនឹងបងគៀងាកទៅទាំង3នាក់ហ្នឹងប្រិមិត្តគឺឃើញច្បាស់ភ្នែកនឹងតែងហ្មងហើយអាមនុស្សដែលអង្គុយលើឡានហ្នឹងគឺកាច់ក្បាលសម្លឹងមើលមកគាត់ហ្មងសម្លក់ហើយអង្គុយនៅលើក្បាលឡានហ្នឹងចគ្រូងណាមិនអង្គុយសរោកជើងណាអង្គុយបែបចងហោងហើយភ្នែកសម្លឹងសម្លក់មើលមកកាន់ពួកគាត់ទាំង3នាក់ពោពេញទៅដោយកំហឹងហ្មងគ្រាន់តែឃើញបែបហ្នឹងណាគឺពួកគាត់ទាំង3នាក់គឺសម្រានលេងលក់ហ្មងប្រិមិត្តទាំងអស់គ្នាគាត់ថាខ្មោចលងមែនតើហើយគាត់ថាអត់កើតទេពួកគាត់ចង់ចេញពីផ្ទះហ្នឹងតាំងយប់ប៉ុន្តែវាម៉ោង11ម៉ោង12ហើយខ្លាចកាលណាដែលគាត់ចេញគឺធ្វើឲ្យស្រីហ្នឹងគឺខ្លាចពួកគាត់ទាំង3នាក់ថាខ្មោចលងហើយតែពួកគាត់ហ៊ាននិយាយអីបានតែកេះគ្នាពួកគាត់ធ្វើយ៉ាងណាទ្រាំឲ្យដល់ម៉ោង5ព្រឹកឬក៏ម៉ោង4ព្រឹកចឹងទៅពួកគាត់ត្រូវធ្វើដំណើរចាក់ចេញទៅកាន់ភ្នំពេញវិញពួកគាត់បានសង្ងំដេកអោបគ្នាយ៉ាងញ័រម៉ោង2គឺស្រីម្ដងមុងស្រីមកខាងម្ដងប្រិមត្តទាំងអស់គ្នាស្រីហ្នឹងគឺបានស្រែកហ្មងស្រែកឲ្យឡើងយាយពេញផ្ទះហ្នឹងគាត់ថាមុងរបស់គាត់ហ្នឹងគឺមានមនុស្សប្រុសចូលពេលហ្នឹងគ្រាន់តែលឺបែបហ្នឹងបងផល្លាបងគីពូតកងឡានស្ទុះហ្មងស្ទុះទៅមើលបងស្រីហ្នឹងថាមុងរបស់គាត់ហ្នឹងគឺមានមនុស្សប្រុសមាសធំមកកេះជើងអែលជើងគាត់ហ្មងគឺអែលទៅអែលមកហើយបងស្រីហ្នឹងបើកភ្នែកមកគឺឃើញតែសមោលមនុស្សធំទេអញ្ចឹងពួកគាត់ក៏បានប្រាប់ថាពួកយើងត្រូវខ្មោចលងហើយអញ្ចឹងយប់ហ្នឹងពួកយើងត្រូវដេកជុំគ្នាហ្មងធ្វើយ៉ាងណាឲ្យទៅដល់ព្រឹកពេលហ្នឹងពួកគាត់គឺបន់ម្ដាយបន់ឪពុកអស់ហើយបន់ហ្មងអញ្ចឹងពេលវេលាមកដល់ព្រឹកក៏ពួកគាត់បានរៀបចំអីវ៉ាន់ចាក់ចេញពីផ្ទះមួយហ្នឹងហ្មងដោយមិនបានលាលោកមេភូមិដែលចាក់ចេញហ្នឹងតាំងពីម៉ោង4កន្លះមន់រងាវពួកគាត់រៀបចំអីវ៉ាន់ចាក់ចេញពីផ្ទះមួយហ្នឹងហ្មងប្រិមិត្តដឹងអត់ពេលដែលគាត់ជិតចាក់ចេញពីផ្ទះហ្នឹងណាគាត់រៀបចំអីវ៉ាន់ឲ្យអស់គាត់មិនដាក់នៅក្នុងឡានគាត់មើលពីឡានមកកាន់ផ្ទះមួយហ្នឹងគាត់ឃើញមនុស្សគឺឈរសំកឹងនៅលើផ្ទះមនុស្សប្រុសដែលសពមកស្ទង់មើលមកកាន់ពួកគាត់ហ្មងពួកគាត់ពេលហ្នឹងគឺអត់មានអីគិតច្រើនទេដឹងតែរៀបចំអីវ៉ាន់ដាក់ឡានបញ្ឆេះឡានចេញមកហ្មងចឹងពួកគាត់បានចេញមកតាំងពីម៉ោង4កន្លះមកដល់ផ្លូវធំជិតដល់ក្រុងហ្នឹងម៉ោង5ជាថ្ងៃទើបពូតកងឡានហ្នឹងដាច់ចិត្តប្រាប់រឿងមួយពួកគាត់ពូតកងឡានហ្នឹងបានដាច់ចិត្តប្រាប់ហ្មងពេលដែលតកងឡានពេលម្សិលមិញពេលព្រឹកហ្នឹងពេលដែល
ពួកក្រុមបងផល្លាកំពុងតែធ្វើការបណ្ដុះបណ្ដាលមានអ្នកភូមិម្នាក់អ៊ំម្នាក់ហ្មងគាត់មកប្រាប់ពូតកង់ឡាននឹងថាពួកក្មួយដេកនៅនឹងប្រយ័ត្នព្រោះផ្ទះនឹងមានខ្មោចលងចាប់តាំងពីដែលម្ចាស់ផ្ទះនឹងបានយកកូនរបស់គាត់ណាកូនប្រុសរបស់គាត់នឹងអាយុ25ឆ្នាំបានជួបគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញហើយកូនប្រុសរបស់គាត់នឹងគឺស្ទាវកូនអត់ស្ដាប់ឪពុកម្ដាយដើរលេងយប់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់អញ្ចឹងពួកគាត់ត្រូវយកសពកូនប្រុសហ្នឹងមកបញ្ចុះនៅផ្ទះកន្លែងមួយហ្នឹងដោយសារតែគាត់អត់មានដីទេហើយចិនខ្សែបានមើលទៅគឺដីកន្លែងគាត់ហ្នឹងឯងអាចបញ្ចុះទុកដាក់កូនប្រុសរបស់គាត់បានហើយប្រិមិត្តទាំងអស់គ្នាស្គាល់ម៉ុងអត់ហ្នឹងម៉ុងប្រិមិត្តគឺម៉ុងភ្នោខ្មោចចិនណាដែលបើខ្មែរយើងគឺអត់ធ្វើម៉ុងទេគឺធ្វើជាភ្នោតែបើចិនគឺធ្វើជាម៉ុងអញ្ចឹងអ៊ំម្នាក់ហ្នឹងបានប្រាប់ថាចាប់តាំងពីដែលកូនប្រុសរបស់ម្ចាស់ផ្ទះហ្នឹងបញ្ចុះមកគឺផ្ទះហ្នឹងក៏តែងតែឃើញមានភ្លើងហោះមកហើយអ្នកភូមិតែងតែឃើញមានមនុស្សប្រុសម្នាក់ដែលពួកគាត់ដើរកាត់ហ្នឹងណាចាំនៅផ្ទះហ្នឹងហ្មងហាក់បីដូចជាកូនប្រុសហ្នឹងគឺវិញ្ញាណកំពុងតែនៅវល់នៅផ្ទះមួយហ្នឹងហ្មងដោយសារតែគាត់អាចត្រឡប់ទៅភ្នំពេញបានដោយសារវិញ្ញាណរបស់គាត់ធាតុរបស់គាត់គឺបញ្ចុះនៅផ្ទះហ្នឹងគាត់ជាខ្មោចដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានហ្នឹងកិនមកកណាត់លើប្រិមិត្តគឺខ្ទេចមកអញ្ចឹងគឺអ៊ំប្រុសថាសភាពសពហ្នឹងវាអត់ល្អទេគ្រាន់តែពូតកង់ឡានឮបែបហ្នឹងគាត់អត់ហ៊ានយករឿងហ្នឹងយកមកប្រាប់មកកាន់បងផល្លាឬក៏គ្នាផ្សេងទៀតទេខ្លាចពួកគាត់ខ្លាចព្រោះអីពួកគាត់ត្រូវសម្រាកនៅមួយយប់ទៀតនេះហើយគឺជាហេតុផលពូតកង់ឡានសុំបងផល្លាមកគេងនៅយប់ហ្នឹងដែរព្រោះគាត់បានដឹងរឿងរ៉ាវហើយថាផ្ទះមួយហ្នឹងគឺមានមនុស្សស្លាប់ហើយគឺមានវិញ្ញាណវល់នៅក្នុងផ្ទះមួយហ្នឹងដោយសារតែខ្មោចហ្នឹងគឺជាខ្មោចតៃហោងវល់លងអ្នកភូមិអីអញ្ចឹងទៅអញ្ចឹងគឺប្អូនម្នាក់ហ្នឹងសួរទៅកាន់បងតកង់ឡានថាហេតុអីបានជាលោកមេភូមិហ៊ានឲ្យមកសម្រាកនៅហ្នឹងលោកមេភូមិអត់មានគិតទៅដល់តកង់ឡានឬក៏ប្អូនទេអីដោយសារតែលោកមេភូមិហ្នឹងក៏អត់ជឿទេទៅរឿងខ្មោចអីអញ្ចឹងទៅតែអ្នកភូមិគឺតែងតែឃើញមានភ្លើងហោះអីអញ្ចឹងទៅឃើញមានមនុស្សដើរនៅក្នុងផ្ទះហ្នឹងអញ្ចឹងបានបងតកង់ឡានគាត់អត់ហ៊ានយករឿងទៅប្រាប់ប្រិមិត្តគាត់ចាំប្រាប់នៅថ្ងៃស្អែកប៉ុន្តែមានអានថ្ងៃស្អែកណាហេតុការណ៍ហ្នឹងវាកើតឡើងនៅយប់ហ្នឹងពេលដែលនិយាយអញ្ចឹងទៅបងផល្លាហើយនឹងបងគៀបានដាច់ចិត្តទំនេររឿងប្រាប់ទៅកាន់តកង់ឡានដែរគាត់ថាផ្ទះហ្នឹងខ្មោចលងគាត់តាំងជប់ទី1ប៉ុន្តែគាត់អត់ហ៊ានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាខ្លាចអ្នកទាំងអស់គ្នាហ្នឹងគឺមានការភ័យអីអញ្ចឹងទៅអញ្ចឹងឃើញអត់ប្រិមិត្តរឿងនេះគឺលាក់គ្នាទៅវិញទៅមកបងផល្លាហើយនឹងបងគៀលាក់ពូតកង់ឡានហើយនឹងមិត្តភក្តិស្អីចំណែកឯតកង់ឡានលាក់រឿងកើតឡើងនៅក្នុងផ្ទះហ្នឹងទៅកាន់បងគៀហើយនឹងបងផល្លានឹងស្អីបើសិនជាគាត់ដឹងរឿងតាំងពីព្រឹកគាត់នៅយប់ហ្នឹងគឺគាត់អត់សម្រាននៅផ្ទះហ្នឹងទេណែប្រិមិត្តទាំងអស់គ្នាខ្មោចដែលជួបគ្រោះថ្នាក់ចរាចរណ៍គេថាលងសាហាវហើយប្រិមិត្តទាំងអស់គ្នាប្រយ័ត្នប្រយែងប្រិមិត្តទាំងអស់គ្នាដែលធ្វើដំណើរនៅយប់ឡើងជិះផ្លូវស្ងាត់ដូចជានៅភ្នំពេញប្រិមិត្តទាំងអស់គ្នាឆ្លងកាត់កន្លែងដែលជើងកបផ្លូវដែលជួបគ្រោះថ្នាក់ចរាចរណ៍ប្រយ័ត្នខ្មោចអស់ហ្នឹងមកតាមប្រិមិត្តទាំងអស់គ្នាមុននឹងចូលមកដល់ផ្ទះវិញចូលមកដល់បន្ទប់គេងវិញលើកដៃប្រណម្យប្រាប់ជានាងផ្ទះផងបើថាមានមនុស្សដើរមកក្រៅពីប្រិមិត្តសូមឲ្យដេញទៅឲ្យឆ្ងាយទៅព្រោះអីខ្មោចហ្នឹងវាតែងតែលងបន្លាចប្រិមិត្តទាំងអស់គ្នាមើលចុងជើងតែចាក់ស្រេបប្រិមិត្តទាំងអស់គ្នាសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាប្រិមិត្តទាំងអស់គ្នាកំពុងតែស្ដាប់ជឿជាក់ថាជក់ចិត្តជាពិសេសស្ដាប់នៅរាត្រីដែលប្រិមិត្តកំពុងតែស្ដាប់ធានាថាប្រិមិត្តស្ដាប់ហើយគឺឃ្លុំភួយហ្មងទោះបីបរិយាកាសតែជាបែបម៉េចក៏ប្រិមិត្តបែកញើសដែរហើយប្រិមិត្តដែលចូលមកស្ដាប់នៅវីដេអូស្ដាប់នៅសាច់រឿងរបស់ admin ជាច្រើនមកហើយប្រិមិត្តមើលប្រិមិត្តបានជួយ subscribe មកកាន់ admin នៅបើសិនជាប្រិមិត្តអត់ទាន់បានចុច subscribe ទេសូមប្រិមិត្តជួយចុច subscribe ម្នាក់មួយរួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅសាច់រឿងថ្មីៗជាច្រើនទៀតពី channel អាកំបាំងជប់ស្ងាត់
រឿងនេះផងដែរក៏តែជារឿងក្រុមការងារអាកំបាំងយប់ស្ងាត់និង admin ដើម្បីចែករំលែកជូនទៅដល់ប្រិមិត្តទាំងអស់គ្នាឲ្យបានស្ដាប់ដើម្បីរំការរំសាយអារម្មណ៍អញ្ចឹងទៅហើយប្រិមិត្តទាំងអស់គ្នាជឿមិនជឿនៅលើប្រិមិត្តស្ដាប់ដោយការពិចារណាប៉ុន្តែដូចមានពាក្យចាស់មួយថាអញ្ចឹងប្រិមិត្តបើមិនជឿកុំប្រមាទគណៈផងដែរក្រុមការងារអាកំបាំងយប់ស្ងាត់ក៏ដូចជា admin សូមអរគុណសូមជម្រាបលា